ឲ្យលឿនតិចទៅធីមមើលចុះឈាមហូរច្រើនណាស់បើគេឃើញដំណក់ឈាមនេះគេច្បាស់ជាតាមយើងមិនឈប់នោះទេលោកពុកឈឺខ្លាំងដែរទេលោកពុកទៅយកម៉ែមកកូនខ្លាចណាស់កុំបញ្ចុំអីកូនម៉ែកូនប្រហែលជាអាចយករួចខ្លួនបានណាហ្វងយើងប្រហែលជាមិនអាចទៅជាមួយឯងបានទេយើងផ្ញើកូនសន្យានឹងឯងផងមាសប្រាក់ទាំងនេះឯងយកទៅប្រើជាប្រយោជន៍ចុះយើងធីមឯងកុំនិយាយផ្ដេសផ្ដាសបែបនេះឯងភូមិសាស្ត្រនៅទីនេះយើងស្គាល់ច្បាស់ណាស់ឲ្យតែគេចផុតពីទីនេះក៏បងតែយើងត្រៀមអាសន្ននៅមាត់ស្ទឹងធំនោះអាចចម្លងពួកយើងឲ្យផុតពីគ្រោះថ្នាក់បានណាគ្មានអ្នកណាតាមយើងទៅនោះទេកុំនិយាយទៀតអីយើងប្រយ័ត្នទៅយើងអត់ទ្រាំបានទេណាវងយើងអង្វរបើឯងចាត់ទុកយើងជាមិត្តល្អរបស់ឯងនោះឯងសម្រាប់យើងមកកុំឲ្យយើងឈឺចាប់ពេកយើងពិបាកក្នុងខ្លួនណាលោកពុកឈឺខ្លាំងណាស់មែនទេតែបានជាពុកយំអូអត់ទេមានប្រាក់ទាំងនេះយើងអាចក៏វិញចោលគ្រប់ពេលបានបើយើងពិបាកយកទៅតាមនោះតែសម្រាប់ជីវិតរបស់ឯងយើងសន្តោងដោយមិនខ្លាចនឿយហត់នោះឡើយបើអញ្ចឹងឯងគ្រាយើងទៅណាតាពុកចាំកូនជួយគ្រាពុកណាមួយសន្យាដើរតិចទៅណាទុកពូជាអ្នកគ្រាពុកឯងឆាប់ឡើងហាអាធីមឯងប្រងធ្វើស្អីហ្នឹងលេងដៃយើងឯងចង់សម្លាប់ខ្លួនមែនទេលេងដៃយើងលេងទៅមិនអាចធ្វើបែបនេះបានទេណាអាធីមកុំណាឲ្យយើងស្លាប់ទៅយើងពិបាកទ្រាំណាឲ្យមកអត់ទេលេងទៅឯងធ្វើជួស្អីអាធីមអាធីមសំឡាញ់យើងអរគុណឯងហើយណាអាធីមហេតុអីឯងធ្វើឆ្កួតបែបនេះអាធីមលោកពុកខ្ញុំស្លាប់មែនទេពុកអត់ទេពុកអើយអាធីមមិនក៏ឯងមិនតស៊ូដើម្បីកូនហើយបើជាគិតខ្លីបែបនេះក្មួយកាយយើងឆាប់ទៅក្មួយជៀសវាងគេតាមមកតណាពុកក្មួយគេមិនទៅជាមួយយើងទេតោះក្មួយអត់ទេខ្ញុំនៅជាមួយពុកលោកពុកខ្ញុំអត់ទៅទេខ្ញុំអត់ទៅជាមួយពុកទេខ្ញុំនៅជាមួយពុកអើយពុកសោភ័ណ្ឌដែលជាប្រពន្ធរបស់នៃធីមដែលកំពុងរត់គេចពីសមត្ថកិច្ចជាមួយនឹងកូនប្រុសច្បងរបស់គេរួមជាមួយនឹងមិត្តម្នាក់របស់ធីមផងដែរហើយអ្នកម៉ែកូនហត់ខ្លាំងណាស់បាត់តលេងរួចតែដឹងហត់ណាស់អ្នកម៉ែអើយទ្រាំបន្តិចទៅក្មួយផាត់យើងមិនអាចបង្អង់បាននោះទេទ្រាំតែកូនចិត្តដល់ក្បួនត្រៀមអាសន្នរបស់យើងហើយឈប់សិនលោកបងស្អីកូនផាត់មើលនេះដំណាក់ឈាមស្រក់តាមផ្លូវរហូតឬក៏មានគ្នារបស់យើងមកតាមផ្លូវនេះដែរឯកូនសន្យានឹងបងធីមក៏មិនដឹងថាទៅតាមច្រកណាទៀតអ្នកម៉ែនេះគឺជាស្បែកជើងរបស់ប្អូនសន្យាតែងមែនតាកូនចឹងយើងប្រញាប់ទៅទេនេះបើសិនជាពួកកូនមែនយើងនឹងបានទាន់ដំណើរគ្នាណានេះក៏បានន័យថាពួកវាបានឆ្លងទៅត្រៃមកខាងខៃមែនទេឬមួយអាធិមពីមិនទាន់ងាស់អ្នកម៉ែពូសៃមកចាស់មកក៏កំពតព្រៃនោះមានសត្វស្លាប់ចម្លែកហាឆ្វាយច្រើនយ៉ាងនេះថែមទាំងមានសម្លេងគួរឲ្យខ្លាចណាស់ចម្លែកអីទៅកូនការដែលមេចិត្តយប់បែបនេះពួកសត្វតែឆ្វែលហើយរត់ទៅនំចឹងហើយប៉ុន្តែច្រើនមែនទេអត់ទេសត្វមួយប្រភេទនេះបាញ់ចេញសម្លេងវឹកវរបែបនេះលុះត្រាតែមានសាកសពអីដែលវាឃើញហើយប្រងធ្វើចំណេះឬក៏គ្នាយើងមានកោថ្នាក់រហូតស្លាប់ទីនេះយើងតែមើលសិនតើ
ពួកគេក៏បានទៅបើកស្លឹកឈើដែលវងកាច់មកគ្របសាកសពរបស់ធីមអាហានេះគឺអាធីម ធីមអត់ទេ គឺអាធីមតា មិនពិតទេប្តីសម្លាញ់មិនក៏ជាបងអត់ទេខ្ញុំមិនជឿទេកូនផាត់ពុកកូនគេអត់ទេមិនពិតទេបងធីមក្រោកឡើងមកឈប់ដឹងខ្លួនមកវិញមកលោកប៉ងកុំធ្វើឲ្យពួកយើងភ័យអីលោកពុកដឹងខ្លួនឡើង មនុស្សរឹងមាំដូចជាអាធីមនេះមិននឹងអាចស្លាប់ងាយៗបែបនេះបានទៅហើយក្រុមប៉ូលីសក៏តាមវាមិនទាន់ដែរអញ្ចឹងមានតែស្នាដៃអាវង លោកប្តីខ្ញុំមិនជឿទេជាបងទេតែខ្ញុំមិនកូនសង្ឃឹមអីទេមិនក៏ទៅចោលខ្ញុំតែមិនបាននិយាយមួយម៉ាត់បែបនេះបងសន្យានឹងខ្ញុំថារយការងារមួយនេះពួកយើងត្រូវនៅសាងជីវភាពថ្មីហើយបងនឹងធ្វើឲ្យខ្ញុំស្អីរាល់ថ្ងៃចុះមិនក៏ពេលនេះបងធ្វើឲ្យខ្ញុំទឹកភ្នែកហេតុអីក៏បងធ្វើមិនបានឆ្លើយមកអ្នកម៉ែបានលោកពុកបាត់បង់ជីវិតហើយចាប់ផ្អើលសន្យាវិញនោះគេទៅជាមួយអ្នកណាតើអ្នកម៉ែមែនហើយសន្យាកូនមានម្ដាយឬក៏គេអត់ទេប្អូនឯងគេនៅណាទៅផាត់នៃកូនស្រីខ្ញុំគេក៏ស្លាប់ដែរមែនទេហេតុអីទៅសន្យាកូនម្ដាយ នេះជាកំភ្លើងរបស់អាវងតាកំភ្លើងមួយដើមនេះអាវងវាស្លាញ់បំផុតវាđãជាប់ខ្លួនរហូតនេះក៏បានន័យថាវាសម្លាប់អាធីមច្បាស់ណាស់ គេមិនទាំងអាចធ្វើបែបនេះវងគេស្មោះត្រង់នឹងពួកយើងមករហូតខ្ញុំដូចជាមិនជឿថាគេទេ អ្នកបងវាអាចនឹងឆ្លៀតឱកាសព្រោះមេប្រាក់របស់យើងគឺអាធីមនិងអាវងជាអ្នកចតើមនុស្សនឹងប្រាក់យៈនឹងសាច់ទុកចិត្តមិនបានតែមនុស្សអាវងថាបាត់តែស្លោះតែក៏មិនសូវជាចែកប្រៀបអ្នកណានោះដែរអ្នកបងក៏មើលរំលងវាពេកណាបើវាធ្វើដល់អាធីមនឹងក្មួយសន្យាបែបនេះមែននោះទោះជាវាទៅដល់ជើងមេឃក៏ខ្ញុំមិនលើកទោសឲ្យវាជាដាច់ខាត 10 ឆ្នាំកន្លងផុតទៅលោកវង្សសកលពេលនេះក៏ជាថៅកែនៃរោងចក្រអាវធំមួយកន្លែងនៅកណ្ដាលទីក្រុងភ្នំពេញជាអ្នកចំនួនលំដាប់ប្រទេសផងដែរហើយសាងគ្រួសារយ៉ាងមានក្តីសុខទាំងពីរនេះសុទ្ធតែមានកាដូដូចគ្នាណាហាមចំណែនគ្នាឥឡូវបើកមើលរៀងខ្លួនចុះថាពេញចិត្តឬក៏អត់នោះ ខ្ញុំមិនទាន់បើកមើលកាដូរបស់ខ្ញុំទេចាំមើលរបស់បងកែមុនតើគេជាអ្វីទៅនឹងប្រព័ន្ធសំណាប់បែបនេះវត្ថុអនុស្សាវរីយ៍ក៏មិនធម្មតាដែរបើកមើលទៅបងកែបើកមើលទៅចាក៏បានដែរតែន1 2 3វ៉ាវប៉ាជាលុយមែនតែនតកតារំសំឡេងខាងក្នុងនឹងមានភ្លេងចម្រៀងទៀនគេជាភ្លេងដែលបងកែចូលចិនគឺប៉ាជាសប្រៃខ្លាំងណាស់បងកែមានអារម្មណ៍យ៉ាងម៉េចដែរនេះបងមិនដឹងថានិយាយបែបណាទេគ្រាន់តែដឹងថាបងចង់យំមិនចង់បងមកក៏បែបនេះ កាយបងកំងវាពីបរទេសជាពិសេសសម្រាប់កាយណាដើម្បីឲ្យអូនសប្បាយចិត្តបងគ្មានចេតនាឲ្យកាយស្ដាប់ហើយនឹកដល់ការជឿចាប់ក្នុងអតីតកាលនោះទេ ចាអត់ទេគឺខ្ញុំគ្រាន់តែមានអារម្មណ៍ថារំភើបព្រោះតែបងល្អនឹងខ្ញុំពេកទាំងដែលខ្ញុំជាអ្នកដទៃដែលមកស្នាក់អាស្រ័យក្នុងគ្រួសារនេះ កាយហេតុអីក៏អូនទុកខ្លួនឯងជាអ្នកដទៃគ្រប់ពេលបែបនេះ10 ឆ្នាំជាមកហើយកាយនៅតែគិតថាអូនមានតែម្នាក់ឯងហើយផ្ទះនេះនឹងសមាជិកគ្រប់គ្នាមិនទាន់ស័ក្តិសមនឹងឲ្យអូនផ្ញើសាច់ផ្ញើឈាមទៀតមែនទេ ចាអត់ទេគឺខ្ញុំហើយបានហើយទាំងពីរអ្នកនេះមិនដឹងជាស្អីទេមកមើលកាដូរបស់ខ្ញុំវិញម្ដងមែនតើជាអ្វីទៅនឹងព្រះហើយកាដូមកពីបរទេសបើកមើលសិន
ជាស្អីគេនេះជានំចឹងឯងមិនមែនទេដឹងអីបងកំពុងច្រឡំទេដឹងលេងសាច់ណាបងឯងនេះ ជានំនឹងហើយយ៉ាងម៉េចមិនពេញចិត្តទេនំនេះនៅបរទេសគេពេញនិយមណាស់ណាបងដឹងថាឯងល្មមញ៉ាំណាស់បងទិញឲ្យជាពិសេសហើយតាច្បាស់ណាស់នៅក្នុងនំនេះប្រកាសជីវិតបង្កប់ចិញ្ចៀនពេញតម្លៃរាប់លានហើយមើលសិនអើយតែណាមកក៏ទៅបែបនេះអូយអត់មានផងនេះ ណែឆោអញរកមើលស្អីហ្នឹងបែកនំខ្ទេចខ្ទីអស់ហើយមិនញ៉ាំទេទុកជូរត្រូវខ្យល់មិនឆ្ងាញ់ទេណាចាំម៉ាស៊ីនមែនមកពីបរទេសវិញតែនំឲ្យខ្ញុំផ្សេងអញ្ចឹងឯងហើយធ្វើយ៉ាងម៉េចល្អអញ្ចឹងយើងឡើងខ្វះថាជាបងអីទៀតហើយត្រូវតែវត្តពី3ស្នែកឲ្យចំកណ្ដាលមុងបានសំចិនបាច់ជាក្តៅចិត្តណាស់ហើយចង់ថ្មីហ្នឹងហើយកាយជួយបងផងណាជួយបងផងមិនដឹងទេជួយយ៉ាងម៉េចទេហឺស្អីគេខ្លាំងពេញទៅផ្ទះនេះឈប់សិនមើលមនុស្សធំអស់ហើយរត់បន្លាញគ្នាហាក់លូតដូចជាក្មេងតកានហើយម៉ាក់ជួយផងហើយនៅមិនបានទេទៅហើយឈប់ភ្លាមតាបងវឌ្ឍនារត់ទៅដល់ណាក៏មិនរួចខ្លួនដែរចាំតែមើលចាស់ហើយចុះនេះគឺជាលបែងស្អីទេមើលចឹងអារ៉ាត់អារាយពេញបន្ទប់បែបនេះចាម៉ាក់គេឆោតគេខាងដាក់បងវឌ្ឍនាមកពីបរទេសទិញកាដូដាក់នំឲ្យគេនោះគ្រាន់តែអញ្ចឹងសិនហើយចុះនាងនោះនៅនឹងដៃគឺជាស្អីដែរទេចាគឺជាតុក្កតារោមសំឡេងដែលកូនយើងទិញឲ្យឯងខ្ញុំចង់ប្រាប់នាងថាកុំដេកយប់យូរហើយយកសពច្រើនឲ្យសោះយើងដឹងណាស់ថាកូនវឌ្ឍនាគេទុកនាងក្នុងន័យជាអ្វីនោះនាងអាចជាសមាជិកនៅក្នុងផ្ទះនេះប៉ុន្តែនាងគ្មានសិទ្ធិហត់ទឹកសម្លឹងកាកនោះទេណាម៉ាខ្ញុំក៏មិនដែលគិតអ្វីលើបងវឌ្ឍនាក្រៅពីបងប្អូននោះទេម៉ាក់ក៏មិនរំអីណាប្រកាសដែរទេខ្ញុំថានាងណាបើតំណេពីការងារគូតែស្វែងរកក្រុមគ្រួសារនាងផងទេនេះមិនធុញទ្រាន់នឹងជីវិតផ្ញើសមនឹងគេបែបនេះទេអីឬក៏បានរស់នៅស្រួលដូចជាពនាងចង់អ្នកណាឃ្លានងាប់នៅទីណាក៏នៅនោះណាម៉ាកំពុងតែជជែកគ្នាពីរឿងអីហ្នឹងពីអ្នកម្ដាយកូនលោកបងត្រឡប់មកវិញហើយអីគឺគ្មានអីនោះទេចុះបើគ្មានទឹកមកកូនកាយមិនក៏មកតានទឹកម្លេះមានអីមែនទេកូនអាចប្រាប់ប៉ាបានគ្រប់ពេលណាចាគ្មានអីទេលោកប៉ាចឹងកូនសុំទៅក្រៅសិនណាឈប់សិនកូនបើការងាររាល់ថ្ងៃស្មុគស្មាញពេកកូនអាចសម្រាកបន្ធូរអារម្មណ៍គ្រប់ពេលបានណាព្រោះបងឯងពីថ្ងៃនេះទៅកូននឹងមកជួយការងារក្រុមហ៊ុនរហូតហើយកូនគួរតែមានពេលវេលាផ្ទាល់ខ្លួនខ្លះល្អទេកូនមិនអីទេប៉ាកូនសប្បាយចិត្តនឹងការងារណាកូនមិនចង់សម្រាកទំនេរនៅផ្ទះទេអូនេះកំណត់ឯងចង់ថានៅផ្ទះវាអត់ប្រយោជន៍ធ្វើឲ្យឯងអ៊ូអាប់តានតឹងនឹងមនុស្សនៅក្នុងផ្ទះអញ្ចឹងឯងណែអូនកូនគឺថាអញ្ចឹងពេញកាលកូននិយាយបានន័យថាការដែលទំនេរគឺវាខាត់ការងារទៅវិញទេនេះគិតដល់ណាណីហើយកាន់ជើងខរបៀមកុំយកចិត្តទុកដាក់អីកូនបើកូនមិនចង់មានទុកច្រើនកូនមើលរំលងរឿងអាក្រក់ខ្លះទៅកូនចង់ទៅកំសាន្តនៅទីណាស្រេចទៅលើកូនចោះប៉ាអនុញ្ញាតណាចាលោកប៉ែកូនអរគុណណាស់ចឹងកូនសូមទៅជួយរៀបចំអាហារបងថែមសិនតោះយើងមកមើលពីគ្រួសាររបស់លោកស្រីសុផុននេះវិញម្ដងថា10ឆ្នាំជាងមកនេះជាភាពរបស់គាត់យ៉ាងណាហើយលោកស្រីបានកែប្រែទាំងឈ្មោះទាំងមុខមាត់ផងដែរលោកស្រីខ្ញុំតែងតែណែនាំដល់លោកស្រីពីផលវិបាកនិងវិធីទប់ស្កាត់របស់ជំងឺទាំងបេះដូងនេះជារឿយៗហើយតែមិនក៏មិនឃើញខ្លាចចុះក្នុងកម្រិតធម្មតាស្រាអញ្ចឹងខ្ញុំសូមទោសផងអ្នកគ្រូពេទ្យតាមពិតទៅខ្ញុំព្យាយាមហើយតែជំងឺនេះមានអត្រាមរណៈខ្ពស់ណាស់លោកស្រីគួររក្សាចិត្តឲ្យមានតុល្យភាពដោយដឹងស្រាប់ហើយថាពេទ្យមិនចង់ធ្វើការវះកាត់ទេណាបើសិនមិនទាន់ឈានដល់ដំណាក់កាលទី3ទេយើងត្រូវទប់ស្កាត់ដោយប្រុងប្រយ័ត្នបំផុតអ្នកគ្រូពេទ្យចុះបានតែគាត់ធ្វើប្រហែសទាំងមិនសូវយកចិត្តទុកដាក់ពួកយើងអាចជួយគាត់បានក្នុងចំណៃណាខ្លះដែរច្បាស់ណាស់លោកមានវិធីច្រើនយ៉ាងណាស់ដែលអ្នកជំនាញខ្លួនអាចជំរុញនិងលើកទឹកចិត្តគាត់បាននោះគឺមែនហើយអ្នកគ្រូពេទ្យពួកយើងព្យាយាមថ្នាក់ថំផ្លូវកាយនិងផ្លូវចិត្តរបស់គាត់ហើយតែម៉ាក់របស់ខេរ៉ាខ្ញុំគិតថាជំងឺគាំងបេះដូងគ្រាន់តែជាចំណៃតូចមួយប៉ុណ្ណោះដែលធំជាងនេះមិនប្រកាសថានៅលើជំងឺនេះទេបានន័យថាម៉េចទេឥឡូវនេះខ្ញុំរៀបចំថ្នាំឈុតថ្មីសម្រាប់លោកស្រីហើយសូមធ្វើតាមវិជ្ជបញ្ជាផងចឹងខ្ញុំសូមលាទៅវិញសិនហើយ
ចាអរគុណណាស់អ្នកគ្រូពេទ្យខេជួយដំណើរអ្នកគ្រូពេទ្យទៅកូនអូមិនបាច់ទេលោកស្រីចឹងខ្ញុំសូមលាអ្នកទាំងអស់គ្នាសិនហើយណាខេវ៉ាពេលនេះអាកាសល្អដែលពូយើងរងចាំបានបង្ហាញខ្លួនហើយនេះពិតជារកអបប្រទេសឈើមែនលោកពូនេះបានដំណឹងអីហើយមែនទេតែជាអ្វីទេនេះបងនិយាយពីឱកាសល្អអីទេបងបានដឹងពីសាវតារបស់អាវងហើយថាវានៅទីណាធ្វើជំនួយអីនោះរឿងដែលអូនក្រុមចិត្តព្រោះតែបាត់បងកូននិងពុករបស់ខេវ៉ានោះយើងមានបន្លោះសម្រាប់សងសឹកហើយនេះបងស៊ើបដឹងថាគេនៅណាហើយមែនទេមែនហើយពេលនេះវាជាថាការរងចាក់អាវធំសម្រាប់ចែកចាយទៅទីផ្សារបរទេសផងដែរយើងក៏តែមានតម្រុយពីគេចោលអាកាដែលចូលទៅគៀកខ្លួនរបស់គេនោះមិនដឹងងាយតែប្រកាសជាមានព្រោះពេលនេះរោងចក្រវាកំពុងតែប្រចាំអីវ៉ាន់ខ្នាតជារົບលៀនកំ pl ចេញទៅក្រៅប្រទេសបើរើសកម្មករមកបង្វឹកនោះក៏ប្រើពេលយូរវាត្រូវការរកដៃគូសហការពីរោងចក្រសហគ្រាសផ្សេងទៀតនោះវាមិនជាឱកាសល្អសម្រាប់យើងទេអីប៉ុន្តែគេចំណាំយើងបានទេពងវាច្បាស់ជាស្គាល់ពងតែចំពោះក្មួយវាមិនស្គាល់នោះទេហើយក៏មិននឹកស្មានទៀតផងខេវ៉ាត្រូវទៅចរចាសុំវិនិយោគការងារបណ្ដោះអាសន្នជាមួយក្រុមហ៊ុនវាតែអត់ទេមិនចាំបាច់ត្រឡប់ទៅសងសឹកឲ្យអតីតកាលនោះទេពីព្រោះថាពេលនេះពួកយើងបានសុខហើយខ្ញុំក៏លែងចង់ដឹងចង់ឮទៀតម្យ៉ាងទៀតម៉ែក៏មិនចង់ឲ្យកូនយកអាយុជីវិតទៅបថុយបឋាននឹងរឿងដែលកន្លងហួសហើយទេម៉ែក្រៃម៉ែក្រុមចិត្តស្ទើរតែមួយជីវិតព្រោះបាត់បង់លពុកនិងប្អូនសន្យាមែនទេម៉ែមិនចង់រកយុត្តិធម៌លៀងដំណោតទៅភ្នែកឲ្យខ្លួនឯងខ្លះទេអីម៉ែអូនឃើញទេថាការជិះចាប់ដែលគ្មានសម្លេងរបស់អូនធ្វើឲ្យអូនខ្លាចទៅជាបែបណានៅពេលនេះនោះមែនហើយខ្ញុំឈឺចាប់ស្ទើរតែមិនអាចសម្លឹងមើលព្រះអាទិត្យដែលរះក្នុងថ្ងៃស្អែកបានតែខ្ញុំបានកប់វាក្នុងសន្ទប់ផែនដីដែលជ្រៅបាត់ហើយបងក៏ដូចគ្នាដែរបើសិនអាណិតស្រឡាញ់ខ្ញុំនោះសូមកុំឲ្យយូនខេឲ្យឃ្លាតពីខ្ញុំអីណាព្រោះវត្ថុដែលមានតម្លៃចុងក្រោយរបស់ខ្ញុំគឺមានតែខេនេះហើយខ្ញុំសូមចិត្តចុះនេះអូនកំពុងជោគថាបងមិនជូនកូនឲ្យតែស្លាប់មែនទេមិនគិតថាបងកំពុងតែធ្វើដើម្បីអូនខ្លាចទេអីមែនហើយពូសីនិយាយត្រេះយ៉ាងណាខ្ញុំត្រូវតែធ្វើខ្ញុំមិនឲ្យពុកនិងប្អូនស្រីបាត់បង់ទៅតេបែបនេះនោះទេខ្ញុំសុំទោសអ្នកម៉ែផងអត់ទេខេម៉ែមិនឲ្យកូនទៅធ្វើរឿងនោះទេខេឈុតមួយនៅក្នុងបន្ទប់របស់កាយវិការបទភ្លេងនេះពីរពេញនិយមក្នុងចិត្តខ្ញុំណាស់ស្ដាប់មិនណាយសោះគូតាំងតុក្កតានេះទុកនៅទីណាអញ្ចឹងហើយចុះបើទុកលើតុនេះអត់ទេរឿងឆ្ងាយពីដៃពេកហើយយើងដាក់នៅលើក្បាលដំណេកនេះចុះមែនហើយរបស់មានតម្លៃបែបនេះការជ្រើសកន្លែងតុកជារឿងពិបាកបន្តិចហើយបើជាបងក៏ស្មុគស្មាញដែរមែនទេកាយបងរាយុមិនក៏បងចូលមកបន្ទប់ខ្ញុំមិនឲ្យសញ្ញាមុនចឹងអោះសុំទោសដែលមិនបានគិតដល់សុទ្ធជីវធម៌មើលទៅកាយដូចជាសប្បាយចិត្តនឹងកាដូរបស់វឌ្ឍនាណាណោះចាមែនហើយយើងចេញទៅនិយាយគ្នានៅខាងក្រៅវិញទេមិនអូនតឹងតែម្លេះឬក៏ព្រោះតែបងគ្មានអ្វីពិសេសជួនកាយអីអស់នេះមែនទេចាអត់ទេទោះបីជាមានក៏មិនប្រកាសថាខ្ញុំហ៊ានទទួលពីបងឬក៏អត់នោះទេបានន័យថាមិនតែកាយពេលនៅជាមួយវឌ្ឍនាបងឃើញអូនបង្ហាញអារម្មណ៍ល្អៗច្រើនណាស់តែបងក៏ជាបងរបស់កាយម្នាក់ដែរតាអូនមិនចង់សន្ទនាជាមួយបងខ្លះទេអីបងគិតបែបនេះតែម្នាក់ឯងប៉ុណ្ណឹងតែសម្រាប់ខ្ញុំវិញគឺមានអារម្មណ៍ស្និទ្ធស្នាលចំពោះគ្រប់គ្នាមិនថាបងឬក៏ជាបងវឌ្ឍនានោះទេមិនប៉ិតវឌ្ឍនាអាចចូលបន្ទប់របស់កាយទាំងអូនមិនប្រកាន់ថាក្នុងឬក្រៅនោះទេតែបងបែរខ្លាចជាមនុស្សដែលមិនអាចឲ្យកាយទុកចិត្តបានទៅវិញបានហើយបើសិនជាបងគ្មានការអីទេខ្ញុំសូមទៅជួយរៀបចំអាហារបទសិនហើយឈប់សិនកាយហើយបាត់ធោះហើយ